គ្រប់ជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះ admin មានសាច់រឿងថ្មីមួយទៀតហើយដែលខ្ញុំទទួលបានសាច់រឿងហ្នឹងមកពីបងស្រីម្នាក់តែគាត់សុំមិនបញ្ចេញឈ្មោះនោះទេដោយសារតែវាជារឿងពិតផ្ទាល់ខ្លួនរបស់គាត់អញ្ចឹងណាហើយសាច់រឿងហ្នឹងគឺបានកើតឡើងនៅក្នុងខេត្តតាកែវអញ្ចឹងចង់ដឹងថាសាច់រឿងបងស្រីមានលក្ខណៈបែបណាសូមបងប្អូនរីករាយស្ដាប់ឲ្យដល់ចប់ទាំងអស់គ្នាហើយកុំភ្លេចជួយ Subscribe Channel admin ម្នាក់មួយផងដើម្បីឲ្យ admin មានកម្លាំងចិត្តនៅក្នុងការពំនាំនៅសាច់រឿងផ្សេងៗទៀតមកនិយាយឲ្យបងប្អូនបានស្ដាប់កំសាន្តអញ្ចឹងណាសាច់រឿងរបស់បងស្រីដែលរៀបរាប់មកកាន់ admin ហ្នឹងគឺថាលក្ខណៈថាគាត់ហ្នឹងគឺបានយកពុកក្មេករបស់គាត់ហ្នឹងធ្វើប្តីតែកាលពីដំបូងឡើយហ្នឹងមិនមែនគាត់យកពុកក្មេកគាត់ហ្នឹងធ្វើប្តីទេមិនមែនសុកគាត់ទៅយកពុកក្មេកគាត់ហ្នឹងធ្វើប្តីឡើយគាត់ថាមុនដំបូងគាត់ការជាមួយនឹងកូនរបស់ពុកក្មេកគាត់ទេគឺប្តីរបស់គាត់មុនណាតែប្តីរបស់គាត់មុនហ្នឹងបែរជាអកុសលគាត់ស្លាប់បាត់បង់ជីវិតបន្ទាប់ពីរៀបការហើយបានរយៈពេល6ឆ្នាំហើយពេលហ្នឹងគឺគាត់មានកូនស្រីម្នាក់ហើយប្តីរបស់គាត់ហ្នឹងគឺបានគ្រោះថ្នាក់ចរាចរណ៍ស្លាប់អញ្ចឹងណាប៉ុន្តែនៅពេលដែលប្តីរបស់គាត់គ្រោះថ្នាក់ចរាចរណ៍ស្លាប់អញ្ចឹងទៅបន្ទាប់ពីបានធ្វើបុណ្យធ្វើអីរួចរាល់អញ្ចឹងទៅបងស្រីហ្នឹងក៏លក្ខណៈថាគាត់បានរស់នៅជាមួយនឹងឪពុកក្មេករបស់គាត់ហ្នឹងហើយពីដំបូងឡើយហ្នឹងគឺថាគាត់រស់នៅខាងគ្រួសាររបស់គាត់ទេប៉ុន្តែដោយហេតុថាឪពុកក្មេករបស់គាត់ហ្នឹងគាត់មានតែកូនតែម្នាក់អញ្ចឹងណាដែលជាប្តីរបស់គាត់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងហើយដល់ពេលអញ្ចឹងទៅគាត់ហ្នឹងក៏បានមករស់នៅខាងប្តីរបស់គាត់ហើយទទួលនឹងប្តីរបស់គាត់ហ្នឹងទទួលមរណភាពទៀតអញ្ចឹងណាហើយឪពុកក្មេករបស់គាត់ហ្នឹងលក្ខណៈថាពោះម៉ាយអញ្ចឹងណាហើយគាត់ក៏មិនទាន់មានវ័យអីចំណាស់ណាស់ណាដែរគាត់ទើបមានវ័យ51 52ឆ្នាំដែរទេហើយបើនិយាយពីកម្លាំងពលំរបស់គាត់ហ្នឹងគឺថានៅមានជាធម្មតាអញ្ចឹងណាហើយដោយសារតែប្រពន្ធរបស់ពុកក្មេកហ្នឹងគឺគាត់បានទទួលមរណភាពដែរដោយជំងឺអញ្ចឹងណាដែលមុនគាត់ការនឹងទៀតអញ្ចឹងទៅហើយបងស្រីបន្ទាប់ពីបានការជាមួយនឹងប្តីរបស់គាត់មុនហ្នឹងទៅហើយក៏បានកូនមួយហើយកូនមួយហ្នឹងគឺកូនស្រីហើយបន្ទាប់ពីប្តីរបស់គាត់ស្លាប់ទៅគាត់ហ្នឹងក៏បានបន្តនៅក្នុងការរស់នៅជាមួយនឹងឪពុកក្មេករបស់គាត់ទៀតអញ្ចឹងណាដោយគាត់បានប្រាប់មកថាពេលដំបូងហ្នឹងពុកក្មេករបស់គាត់ហ្នឹងក៏បាននិយាយមកគាត់ដែរថាឥឡូវហ្នឹងដោយសារតែកូនរបស់គាត់ហ្នឹងបានបាត់បង់ជីវិតហើយអញ្ចឹងក៏គាត់និយាយដែរថាបើសិនថាបងស្រីគាត់ចង់មានគ្រួសារថ្មីហើយក៏ចង់ទៅរស់នៅខាងផ្ទះម្ដាយបកើតវិញក៏ទៅអញ្ចឹងណាគាត់មិនហាមមិនខ្វាត់កូនភាសារបស់គាត់ទេនឹងពុកក្មេករបស់គាត់បាននិយាយចឹងដែរប៉ុន្តែបងស្រីនឹងគាត់បាននិយាយទៅកាន់ឪក្មេកគាត់វិញថាគាត់សុខចិត្តនៅជាមួយនឹងឪក្មេកនឹងអញ្ចឹងណាដោយសារតែពុកក្មេកហ្នឹងគឺគាត់នៅម្នាក់ឯងដល់ពេលអញ្ចឹងទៅគាត់នឹងក៏បាននិយាយថាគាត់អត់ទៅនៅខាងគាត់វិញទេគាត់សុខចិត្តនៅបំរើនៅមើលថែផ្ទះហ្នឹងជាមួយនឹងពុកក្មេកហ្នឹងគាត់មិនទៅទេព្រោះដោយសារតែផ្ទះហ្នឹងវានៅមានតែពុកក្មេករបស់គាត់ហ្នឹងហើយពុកក្មេករបស់គាត់ហ្នឹងក៏គាត់មិនរកប្រពន្ធរកអីទៀតដែរបន្ទាប់ពីម្ដាយក្មេករបស់គាត់ហ្នឹងបានស្លាប់អញ្ចឹងទៅបន្ទាប់ពីនៅក្នុងផ្ទះហ្នឹងយូរទៅមួយថ្ងៃជាមួយថ្ងៃទៅពេលហ្នឹងអ្នកជិតខាងរបស់គាត់ក៏បាននិយាយដែរថាយើងជាស្រីជាកូនប្រសាអញ្ចឹងណាហើយនៅផ្ទះតែជាមួយនឹងឪពុកក្មេកអញ្ចឹងក៏មើលទៅវាលក្ខណៈថាមិនសមភ្នែកញាតិដែរប៉ុន្តែនៅក្នុងពាក្យដែលគេនិយាយអស់ហ្នឹងវាមិនមែននៅក្នុងចិត្តរបស់បងស្រីទេបងស្រីថាគេនិយាយទៅពីដំបូងឡើយថានិយាយទៅព្រោះដោយសារតែគាត់មិនបានធ្វើអីខុសទេគឺនៅផ្ទះហ្នឹងគឺឪពុកនឹងកូនធម្មតាទេអញ្ចឹងណាឪពុកនឹងកូនធម្មតាទេគឺគាត់នៅបម្រើឪពុកក្មេកហ្នឹងមើលថែផ្ទះហ្នឹងទេព្រោះដោយសារតែផ្ទះហ្នឹងគាត់ធ្លាប់រស់នៅតាំងពីការហើយហ្នឹងវាចូលចិត្ត10ឆ្នាំដែរ5 6ឆ្នាំដែរអញ្ចឹងគាត់មិនចាក់ចេញពីផ្ទះហ្នឹងដែរគិតថានៅមើលថែហ្នឹងទៅហើយណាមួយពុកគាត់មានវ័យរៀងចំណាស់ដែរហើយលក្ខណៈថាអាត្មាទោសគាត់និយាយថាគាត់មិននៅបានប្រមាណអីទៀតអញ្ចឹងណាហើយបើសិនថាគាត់ទៅនៅខាងផ្ទះដើមផ្ទះម្ដាយដើមរបស់គាត់វិញក៏វាលក្ខណៈថាទុកផ្ទះនឹងចោលអីចឹងទៅអនាគតអញ្ចឹងទៅដល់ពេលដែលគាត់គិតអញ្ចឹងទៅគាត់ក៏នៅជាមួយនឹងឪពុកក្មេករបស់គាត់នឹងពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់1ឆ្នាំ2ឆ្នាំមកបងស្រីគាត់និយាយថាក៏ពិតទៅគាត់មិនបានគិតក្នុងចិត្តថានឹងធ្វើរឿងអស់ហ្នឹងឯងលក្ខណៈថាគាត់មិនបានគិតថានឹងយកពុកក្មេករបស់គាត់ហ្នឹងមកធ្វើជាប្តីរបស់គាត់ទេតែគាត់ថាថ្ងៃមួយហ្នឹងឪពុកក្មេករបស់គាត់ហ្នឹងលក្ខណៈថាទៅហូបស្រាជាមួយនឹងមិត្តភ័ក្តិឯណាទេហើយស្រវឹងលក្ខណៈថាស្រវឹងអញ្ចឹងណា
ដល់ពេលស្រវឹងអញ្ចឹងទៅឲ្យក្មេងបកគាត់ហ្នឹងមកផ្ទះវិញបងស្រីក៏ថាគាត់ឃើញឲ្យក្មេងបកគាត់ស្រវឹងអញ្ចឹងក៏បានសួរនាំដែរថាពុកទៅហូបឯណាអីចឹងណាពួកឯងចាស់ហើយពួកឯងនៅទៅហូបស្រាហូបអីអញ្ចឹងគិតគូសុខភាពអីចេះចុះណាហើយពុកបកគាត់ហ្នឹងក៏បាននិយាយមកវិញថាអត់អីទេគាត់ទៅហូបទៅមួយមិត្តភ័ក្តិតែអញ្ចឹងណាមិនហូបច្រើនទេមិនស្រវឹងអីខ្លាំងប៉ុន្មានទេអញ្ចឹងទៅហើយនៅពេលអញ្ចឹងទៅគាត់ហ្នឹងក៏បានឡើងទៅសម្រាននៅលើផ្ទះបាត់ទៅតើល្ងាចអញ្ចឹងណាបងស្រីថានៅពេលដែលល្ងាចឡើងហ្នឹងគាត់ឃើញឪពុកក្មេងហ្នឹងអត់ចុះដីទេឃើញនៅសម្រាននៅលើផ្ទះហ្នឹងអត់ចុះដីគាត់ក៏ឆ្ងល់ដែរហើយពេលហ្នឹងបងស្រីគាត់ងូតទឹកងូតអីហើយអញ្ចឹងទៅគាត់ចំពងសរងណាចំពងសរងអញ្ចឹងទៅគាត់បានឡើងទៅលើផ្ទះឡើងទៅហ្នឹងគឺរួមគោម្ដងហ្នឹងគឺផ្លាស់សម្លៀកបំពាក់ខ្លួនគាត់ហើយហ្នឹងដាស់ពុកហ្នឹងឲ្យឡើងមកពិសាបាយពេលល្ងាចដែរប៉ុន្តែនៅពេលដែលគាត់ឡើងទៅអញ្ចឹងទៅពុកក្មេងរបស់គាត់ហ្នឹងលក្ខណៈថាចុះគាត់ហូបស្រាពីថ្ងៃពេលអញ្ចឹងទៅវាដូចខ្យល់អីអញ្ចឹងណាហើយគាត់ក៏មិនក្រោកមិនអីលក្ខណៈគាត់លងលក់ភ្លឹងទៅអញ្ចឹងណាលក្ខណៈថាស្រវឹងស្រាអញ្ចឹងទៅដាស់ងាយឡើងអញ្ចឹងណាហើយបងស្រីក៏បានទៅរួនពុកហ្នឹងដែរទាំងខ្លួនឯងហ្នឹងស្លៀកសរងចំពងអញ្ចឹងហើយនៅពេលដែលទៅដាស់ពុករបស់គាត់ហ្នឹងអញ្ចឹងទៅពុករបស់គាត់ហ្នឹងក៏បានភ្ញាក់អញ្ចឹងទៅបងស្រីគាត់ក៏សួរថាពួកឯងស្រួលខ្លួនអត់អីអត់អញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅពុកក្មេងរបស់គាត់ហ្នឹងក៏បាននិយាយថាគាត់ស្រួលខ្លួនទេចង់ឲ្យកូនភាសាហ្នឹងគឺកុសខ្យល់ឲ្យគាត់អញ្ចឹងទៅហើយបងស្រីឃើញបែបហ្នឹងក៏គាត់មិនយកភ្នែកមើលទៅទេដែរគឺគាត់ជួយកុសខ្យល់ពុកក្មេងរបស់គាត់ហ្នឹងដើម្បីឲ្យស្រួលខ្លួនឆ្លាស់ខ្លួនមកវិញអញ្ចឹងណាហើយបងស្រីក៏បានធ្វើការកុសខ្យល់ទាំងខ្លួនឯងនៅចំពងសរងអញ្ចឹងទៅហើយនៅពេលដែលកុសខ្យល់ហើយសពគ្រប់អញ្ចឹងទៅមិនដឹងថាយ៉ាងម៉េចឲ្យក្មេងរបស់គាត់នឹងស្រួលខ្លួនវិញអញ្ចឹងណាស្រួលខ្លួនវិញអីហើយអញ្ចឹងទៅបងស្រីគាត់និយាយថាទៅជាឲ្យក្មេងរបស់គាត់ហ្នឹងសម្លឹងមកមើលរូបគាត់នឹងមើលលើមើលក្រោមមើលលើមើលក្រោមអញ្ចឹងណាហើយណាមួយពេលហ្នឹងបងស្រីគាត់និយាយថាគាត់នៅចំពងសរងហើយនៅចំពងសរងកុសខ្យល់ឲ្យគាត់ហើយអញ្ចឹងទៅហើយនៅពេលដែលគាត់សម្លឹងមើលលើមើលក្រោមអញ្ចឹងទៅគាត់ក៏បានចាប់ដៃបងស្រីហ្នឹងចាប់ដៃបងស្រីហើយក៏បដេកបងស្រីទៅលើកន្ទេលហើយបងស្រីគាត់គិតថាឪពុកក្មេងអញ្ចឹងណាគាត់មិនបានទៅប្រកែកទៅស្រែកទៅតវ៉ាអីទេគាត់ក៏ព្រមតាមសម្រួលអញ្ចឹងទៅណាមួយគាត់គិតថាគាត់នៅតែម្នាក់ឯងដែរវាហេហាលដែរអញ្ចឹងណាដល់ពេលគាត់គិតអញ្ចឹងទៅឲ្យក្មេងរបស់គាត់ហ្នឹងលក្ខណៈថាស្រួលខ្លួនវិញហើយកូនកុសខ្យល់ឲ្យហើយអញ្ចឹងទៅគាត់មានកម្លាំងទៅគិតរឿងអញ្ចឹងណាគាត់ក៏ផ្ដួលកូនភាសារបស់គាត់ទៅលើកន្ទេលពេលផ្ដួលទៅលើកន្ទេលអីហើយអញ្ចឹងទៅបងស្រីគាត់ថាពេលហ្នឹងគាត់ចំពងសរងមានទៅពិបាកអីវែងឆ្ងាយយកតែដៃច្បូតឆ្នុកសរងនឹងចេញវានៅលើគោកទាំងអស់បាត់ហើយទីបងស្រីគាត់ថាគាត់មិនប្រកែកអីទេណាមួយគាត់នឹកឃើញថាគាត់នៅម្នាក់ឯងផងហើយពុកក្មេងរបស់គាត់ហ្នឹងក៏មិនទាន់ជាមានវ័យចំណាស់អីណាស់ណាដែរអញ្ចឹងណាគាត់គិតថាបើសិនថាគាត់ខុសពេលហ្នឹងគាត់នឹងរួមរស់ជាមួយនឹងពុកក្មេងរបស់គាត់នឹងរហូតអញ្ចឹងណាហើយពុកក្មេងរបស់គាត់នឹងឃើញកូនភាសានឹងឃើញគាត់នឹងមិនមាត់មិនអីចឹងទៅក៏លក្ខណៈថាបង្ហើយប្រគ្រប់អីចឹងណាហើយគាត់ថាពេលហ្នឹងគឺឲ្យក្មេងរបស់គាត់នឹងលក្ខណៈថាមិនសូវស្រួលខ្លួនទេតែបើកម្លាំងខ្លាំងជាងប្តីគាត់មុនទៀតអញ្ចឹងណាខ្លាំងជាងកូនរបស់គាត់ទៀតអញ្ចឹងទៅហើយបន្ទាប់ពីធ្វើអីហើយអញ្ចឹងទៅពុកក្មេងរបស់គាត់ហ្នឹងក៏បាននិយាយមកកាន់គាត់ថាកូនអើយបើសិនថាយើងជ្រុលជាអញ្ចឹងហើយអញ្ចឹងណាជ្រុលជាអញ្ចឹងហើយអញ្ចឹងពុកក៏មិនចោលកូនឯងដែរហើយបើកូនឯងយល់ព្រមមួយគាត់លក្ខណៈថាគាត់នឹងទទួលលក្ខណៈថាសុំកូនភាសាហ្នឹងធ្វើជាប្រពន្ធអញ្ចឹងណាយកបងស្រីហ្នឹងធ្វើជាប្រពន្ធហ្មងហើយបងស្រីគាត់និយាយថាពេលហ្នឹងគាត់មិនបានប្រកែកទេគាត់និយាយទៅកាន់ឪពុកក្មេងគាត់ថាបើសិនថាពុកស្រឡាញ់ខ្ញុំចង់បានខ្ញុំធ្វើជាប្រពន្ធអីចឹងណាគាត់យល់ព្រមអញ្ចឹងទៅហើយគាត់បាននិយាយមួយពុកក្មេងគាត់ដែរសូមពុកមើលថែគាត់អីចឹងណាថ្នាក់ថ្នមគាត់អីចឹងទៅហើយពុកក្មេងរបស់គាត់ក៏បានតបមកគាត់វិញថាគាត់នឹងមើលថែរក្សាអញ្ចឹងណាជាលក្ខណៈថាលើសពីកូនលើសអីពុរិសាគាត់បានគ្នាហើយអញ្ចឹងណាគាត់បានគ្នាហើយអញ្ចឹងគាត់ហ្នឹងក៏រួមរស់នៅជាមួយគ្នាលក្ខណៈ
lên chia côn và xa này ấy không mê thôi từ chia đây nâng bột bùn này chắc á tại con tha bông xây còn vậy tha con ở hiên bà hai từ nẹt chật khang cái đôi chia ở nẹt sen thì cứ con luôn nơi bên nơi không tia tại vì nẹt vẫn bay nẹt côn mà conហ្នឹងquất ở đây bùn chỉ mùi nâng ở bọc mày bọc con rồi bây giờ quất từ cào rồi còn miên nẹt cào màu ấy chẳng tới quấtហ្នឹងđồ là cái nào tha hơi chỉ bục hơi chỉ ta hơi chỉ ấy chẳng tới là cái nào tha ở trong oi nẹt sen đang buộc lại tha kia trong ọ cái ấy chẳng nè tại gặp bứt tới bông sấy có cất đáy có tha bệnh vậy tha khai cái sau chấm ó có viêm tới đấy phụ vi chỉ đây sọc bọc quạt hay nâng ở bọc mệt bọc quạt nè chẳng về để con nơi chỉ mùi bọc mệt bọc quạt con miếng cái đây sọc chẳng con mình chăm bánh từ là vô chỉ mùi nâng bị sầm đầy bò nè na thế chẳng nè hay quạt cô đây chỉ mùi bọc mệt bọc quạt nâng hốt mà tôi phải chịu bòn nâng tại ban chỉ quạt giờ riêng bọc quạt nâng giờ một chai đồng lên ở bông bộ mà đặt cùng sáng tam giờ admin chẳng tại hay sẽ riêng bọc quạt cứ miên tai bọc pan nâng thế bờ miên bị lừa lùa trong là mình sắm rúm xong một bộ này chơi sấy chụp kia là video cài stop bắn tàu tiếp xong một con xong chụp được liền một con